កំងសាវ៉ាខ្ញុំគូណាអ្នកចាប់អីខ្ញុំជាណាយើងមកបោកទៅមកពួកឯងអាចចូលខ្ញុំតាមពេញផងខ្ញុំរៀបចំកម្មវិធីនេះឡើងនៅក្នុងគោលបំណងថែរក្សាការពារនិងផ្សព្វផ្សាយមែនតើគឺអញ្ចឹងហើយក៏មានការចូលរួមពីអ្នកទាំងអស់គ្នាទាំងវិទ្យាស្ថានបារាំងទាំងអ្នកសម្ដែងសិល្បៈទាំងអ្នកចូលរួមផ្សេងអញ្ចឹងសម្រាប់ខ្ញុំទាំងអស់ហ្នឹងសុទ្ធតែជាឧទាហរណ៍ឬក៏គំរូមួយល្អដែលបង្ហាញថាពួកយើងទាំងអស់គ្នាគឺបានចូលរួមនៅក្នុងការផ្សព្វផ្សាយថែរក្សាហើយនឹងការពារសិល្បៈវប្បធម៌ខ្មែររបស់យើងបើសម្រាប់អារម្មណ៍ខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយដែលបានជាចំណែកមួយនៅក្នុងការចូលរួមសម្ដែងជាការបញ្ជ្រាបនៅក្នុងប្រឡោមលោកមួយដែលធ្វើឲ្យប្រជាជនឬក៏ជាអ្នកអានហ្នឹងគាត់បានបញ្ជ្រាបបានជាប់អារម្មណ៍របស់គាត់បានច្រើនអញ្ចឹងហើយនៅពេលដែលយើងដឹងយើងឮយើងឃើញវាជាការផ្សព្វផ្សាយមួយយ៉ាងទូលំទូលាយសម្រាប់សិល្បៈវប្បធម៌ដែរពិតជាមានអារម្មណ៍ថារំភើបក៏ដូចជាមានមោទនភាពមែនទែនដែលបានមកចូលរួមនៅក្នុងកម្មវិធីក្នុងថ្ងៃនេះតាំងពីដើមមកយើងតែងតែឃើញមានការបញ្ចូលក៏ដូចជាបញ្ជ្រាបនៅសិល្បៈក៏ដូចជាវប្បធម៌ខ្មែរយើងចូលទៅក្នុងប្រឡោមលោកខ្ញុំសង្ឃឹមថាកម្មវិធីថ្ងៃនេះនឹងបានបង្ហាញនៅភាពចាំបាច់របស់សិល្បៈក៏ដូចជាវប្បធម៌ខ្មែរយើងនៅក្នុងអក្សរសិល្ប៍ក៏ដូចជាប្រឡោមលោកផងដែរបងមានអារម្មណ៍ថាយើងរំភើបដោយសារមូលហេតុអីរាល់ដងពួកខ្ញុំធ្លាប់តែផ្សព្វផ្សាយតាមទូរទស្សន៍តាម Facebook តាមប្រព័ន្ធ social media តែឥឡូវនេះខ្ញុំរំភើបមួយទៀតហ្នឹងគឺត្រង់ថាបានខាងបងផ្សព្វផ្សាយតាមបែបសភៅវិញម្ដងអញ្ចឹងទៅអ្នកមើលគាត់បានទៅជ្រាបច្រើនជាងមុនទៀតធ្វើឲ្យក្មេងៗជំនាន់ក្រោយគាត់បានមើលសភៅហ្នឹងហើយគាត់បានដឹងពីវប្បធម៌ខ្មែរហត់ទៅច្រើនហើយពួកខ្ញុំហត់ទៅសប្បាយចិត្តដែលបងបានចែករំលែកតាមសភៅបន្ថែមទៀតថ្ងៃនេះបានមកចូលរួមទៅមានតាំងពីការសម្ដែងសិល្បៈផ្សេងរួមមានតាំងពីរបាំការសម្ដែងតួថ្លុកក៏មានជើងអាយ៉ៃជើងអីដែលបង្កជាបរិយាកាសសប្បាយហើយខ្ញុំបានក៏បន្តមកទៀតក៏បានចូលរួមជ្រៀងចាប៉ីបានបន្តិចបន្តួចដើម្បីចែករំលែកនៅសិល្បៈវប្បធម៌ខ្មែរផ្នែកចាប៉ីនេះដើម្បីឲ្យអ្នកដែលបានចូលរួមកម្មវិធីថ្ងៃហ្នឹងក៏បានស្គាល់អំពីឧបករណ៍ចាប៉ីដល់វិញផងដែរថ្ងៃនេះខ្ញុំសប្បាយចិត្តខ្លាំងមែនទែនដែលអ្នកនិពន្ធខ្មែរយើងគាត់បានផ្ដើមប្រធានបទនេះជាប្រធានបទដែលខ្ញុំគិតថាអ្នកនិពន្ធនៅប្រទេសកម្ពុជាអត់ទាន់បានធ្វើជារឿងសំខាន់ដែលយើងគ្រប់គ្នាត្រូវចូលរួមគាំទ្រហើយខ្ញុំក៏សង្ឃឹមថាកម្មវិធីរបៀបដែលយើងកំពុងចូលរួមជាមួយគ្នានេះនឹងកើតឡើងឲ្យបានញឹកញាប់វាផ្ដល់ប្រយោជន៍ច្រើនឲ្យខ្ញុំរៀបរាប់ថាតើទាំងមូលនឹងទស្សនវិជ្ជាយ៉ាងម៉េចខ្ញុំអត់ដឹងរយឆ្លើយអត់ឃើញទេប៉ុន្តែក្រចង់ប្រាប់ថារំភើបខ្លាំងដែលយើងបានចូលរួមធ្វើរឿងដ៏ល្អមួយនេះហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងនេះនឹងចូលរួមជាមួយពួកយើងនៅកម្មវិធីលើក្រោយទៀតថ្ងៃនេះខ្ញុំសប្បាយចិត្តខ្លាំងមែនតើហ្មងដែលបានចូលរួមនៅក្នុងកម្មវិធីមួយនឹងដែរដោយសារតែកម្មវិធីមួយនឹងគឺនិយាយតាក់ទងទៅនឹងវប្បធម៌តាមរយៈប្រឡោមលោកខ្ញុំចង់អរគុណដល់បងឌីណាសម្រាប់កម្មវិធីមួយនេះបើសិនជាអត់បានមកថ្ងៃនេះខ្ញុំប្រកាសជាស្ដាយក្រោយហើយសប្បាយចិត្តថ្ងៃហ្នឹងដែលបានមកចូលរួមកម្មវិធីរបស់បងឌីណាតពីអានសភៅយើងសប្បាយមកតង់ហើយពេលបានមកចូលរួមកម្មវិធីថ្ងៃនេះបានឃើញរបាំការសម្ដែងថ្លុកហើយនឹងចាប៉ីទៀតកាន់តែសប្បាយចិត្តបើសិនជាអត់មកស្ដាយមែនតើខ្ញុំជាប្រធានបណ្ណាល័យភូឯកសារនៅវិទ្យាស្ថានបារាំងខ្ញុំលើកទឹកចិត្តវិជ្ជាគុំឌីណាជាអ្នកនិពន្ធខ្មែរមួយរូបដែលគាត់ជ្រាបសិល្បៈខ្មែរយើងនៅក្នុងប្រឡោមលោករបស់គាត់ហើយជាប្រធានបទមួយដែលខ្ញុំគិតថាយើងគួរតែជំរុញបន្តទៀតអញ្ចឹងខ្ញុំសូមលើកទឹកចិត្តឲ្យអ្នកនិពន្ធដទៃទៀតមិនថាខ្មែរឬក៏បរទេសតាក់ទងមកខ្ញុំដើម្បីសហការគ្នាដើម្បីជំរុញការអាននៅស្រុកខ្មែរវិស័យមួយនេះគឺត្រូវការអ្នកទាំងអស់គ្នាហើយខ្ញុំក្នុងនាមជាវិទ្យាស្ថានបារាំងខ្ញុំអាចផ្ដល់ជូនទីតាំងជូនដូច្នេះខ្ញុំសូមអរគុណហើយចន្ទរាស្វាគមន៍អ្នកទាំងអស់គ្នាតួនាទីនៃការថែរក្សាការពារនិងផ្សព្វផ្សាយវប្បធម៌ខ្មែរគឺមិនមែនជារបស់អ្នកណាម្នាក់ផ្ដាច់មុខនោះទេប៉ុន្តែគឺជាតួនាទីរបស់យើងទាំងអស់គ្នាហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមានចម្លើយទៅកាន់សំណួរមួយនេះថាតើក្នុងនាមយើងជាខ្មែរម្នាក់យើងមានតួនាទីដូចម្ដេចយើងត្រូវធ្វើយ៉ាងដូចម្ដេចដើម្បីចូលរួមថែរក្សាការពារនិងផ្សព្វផ្សាយនៅសិល្បៈវប្បធម៌ខ្មែររបស់យើងអ្នកអរគ្នាដើម្បីសិល្បៈវប្បធម៌